Good morning, everyone. Hear me? Yes. This is my new microphone. Thank you, Vivek, and for you set for me. Thank you. Let's pray to before I preach and let God be with us. Thank you, Lord Jesus. Today we come to you for your word, Lord. Thank you so much, and for everyone come for listen to your word. បិតាសូមអរគុណដែលគុណទាំងអស់គ្នាបានចូលមកជឿស្ដាប់ព្រះបន្ទូលរបស់ផងព្រះអង្គសូមឲ្យទ្រង់បានគង់ជាមួយកូនហើយទាំងអស់គ្នានេះគេមកដោយសារព្រះគុណរបស់ផងទ្រង់ថ្ងៃនេះជាថ្ងៃ Thanksgiving នៅបន្តនៅមួយ3ថ្ងៃទៅទៀតឬក៏2ថ្ងៃទៀតថ្ងៃប្រហោះ បងឲ្យគុណសូមឲ្យទ្រង់បានគង់ជាមួយកូននឹងចែកចាយនៅថ្ងៃនេះសូមឲ្យកូនទាំងអស់គ្នាពេញដោយព្រះគុណពេញដោយអំណរអរគុណទ្រង់នៅថ្ងៃនេះផងដែរអរគុណទ្រង់ណាស់ដែលពូមីងទាំងអស់គ្នាបានចូលមកហើយនឹងស្ដាប់នៅព្រះបន្ទូលរបស់ផងទ្រង់ហើយសូមឲ្យកូនទាំងអស់គ្នាបានស្ងប់ស្ងាត់នៅក្នុងអារម្មណ៍ដួងចិត្តរបស់កូនម្នាក់ដើម្បីទទួលចំណីអាហារខាងព្រលឹងវិញ្ញាណដើម្បីឲ្យកូនទាំងអស់គ្នាពេញដោយសេចក្តីអំណរពេញដោយសេចក្តីសេចក្តីរំភើបសេចក្តីសង្ឃឹមនៅគ្រប់យ៉ាងទាំងអស់ផងដែរទូបង្គំនឹងធ្វើអរគុណទ្រង់នៅថ្ងៃ Thanksgiving នៅថ្ងៃចុងបញ្ចប់របស់ផងកូនឲ្យកូនទាំងអស់គ្នាពេញអរគុណទ្រង់ហើយនឹងដើម្បីលើកថ្វាយដល់ព្រះអង្គដើម្បីឲ្យកូនទាំងអស់គ្នាមានចំណែកក្នុងកិច្ចការព្រះអង្គទាំងអស់គ្នាទូបង្គំសំទូលនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ Amen. Good. Thank you so much for today. For supposed to the Thanksgiving on Thursday, but however today we try to finish the Thanksgiving today, and Dr. Chanta and Mark and asking me, Pastor, we gotta hurry to have one turkey over there. But so thank you. We have turkey today, Brother Mark and Chanta, and so good, and you guys. Yeah, so good, okay. ចឹងខ្ញុំអរគុណដែលចន្ទថាឲ្យមកគាត់ប្រាប់ខ្ញុំតាលោកគ្រូកុំឲ្យយូរពេកហើយយើងនឹងមានថាគីមួយយ៉ាងអស្ចារ្យហើយយើងនឹងមានជូនដល់បងប្អូនយើងចឹងយើងអរគុណមកអញ្ចឹងថាអន្តិតឲ្យអបអរសាទរกันមួយហើយគាត់មានថាគីដល់ជូនយើងទាំងអស់គ្នាចឹងអរគុណចឹងថ្ងៃនេះអរគុណព្រះដែល Thanksgiving ដែលយើងធ្វើពីអាទិត្យមុន ដោយសារយើងធ្វើមុនមួយអាទិត្យឬក៏ពីរអាទិត្យដោយសារយើងចង់បានមិត្តម៉ាក់ឬក៏ភ្ញៀវកិត្តិយសដើម្បីចូលមករួមជាមួយនឹងយើងហើយយើងអរគុណទ្រង់ណាស់ដែលបងប្អូនយើងបានចាត់ចែងកម្មវិធីទាំងអស់គ្នាក្រុមជំនុំទាំងអស់គ្នាហើយម៉ែហើយនឹងបងទាំងអស់គ្នាដែលចំណាយលុយកាក់ហើយនឹងធ្វើម្ហូបអាហារដែលបានលើកថ្វាយដល់ព្រះអង្គនេះជា សំខាន់មួយដែលមនុស្សដែលគេមិននឹកស្មានថាដែលសំខាន់សម្រាប់ជីវិតគាត់ដែលបានធ្វើថ្វាយព្រះអង្គប៉ុន្តែព្រះអង្គទ្រង់សពតិអ្នកណាថ្វាយដោយអំណរអូខេចឹងកាពីខូរិនថូទី2បានប្រាប់ឲ្យនៅចំពោះ9ខ6ថាថ្វាយដោយអំណរយើងនឹងមានពពកគ្រប់គ្នាបាទថ្ងៃនេះខ្ញុំចង់ដឹងថា ចង់ឲ្យបងប្អូនយើងបានដឹងថាព្រះគុណព្រះណាគឺសម្រាប់មនុស្សទាំងអស់គ្នាបើយើងមកទទួលព្រះគុណហើយព្រះអង្គឲ្យទាំងអស់គ្នាថ្ងៃនេះដោយសារយើងទាំងអស់គ្នាដែលយើងដឹងគុណព្រះអង្គដែលទើបបងប្អូនមកធ្វើកម្មវិធីនៅថ្ងៃនេះហើយនឹងពីអាទិត្យមុនដែរខ្ញុំអរគុណដល់ក្រុមជំនុំយើងទាំងអស់ដែលនៅធ្វើកម្មវិធីទីនេះអូខេចឹង តើយើងត្រូវធ្វើយ៉ាងដូចម្តេចខ្លះណាបងប្អូនតើយើងត្រូវធ្វើយ៉ាងដូចម្តេចខ្លះបងប្អូនយើងបានជាសរសើរដំណើរព្រះអង្គហើយយើងបានធ្វើជាសកម្មភាពរៀបចំកម្មវិធីរៀបចំម្ហូបអាហាររៀបចំផ្លែការផលផ្លែទាំងអស់មកដាក់នៅឃ្លាំងរបស់ផងព្រះអង្គដូច្នេះកុំភ្លេចថាថ្ងៃ30 ខែ11 យើងនឹងមានប្រធានសុភាប្រធានតំបន់ហើយគាត់នឹងមកសួរសុខទុក្ខយើងហើយគាត់មានសេចក្តីអំណរអរព្រគុណព្រះដែលគាត់មានឱកាសមកជួបបងប្អូនយើងហើយបងប្អូនត្រូវដឹងថាថ្ងៃនេះគឺបងប្អូនត្រូវដឹងថាប្រធានសុភាគាត់អញ្ជើញយើងហើយគាត់មកសួរសុខទុក្ខយើងសូមឲ្យបងប្អូនយើងផ្ដល់កិត្តិយសដល់ខ្លួនឯង
ហើយផ្ដល់កិត្តិយសដែលយើងបានទទួលគាត់ហើយយើងទាំងអស់គ្នាយើងនឹងមានប្រពោទាំងអស់គ្នាថ្ងៃនេះកុំឲ្យអខានបើអាចនាំពួកម៉ាក់មកបាននាំភ្ញៀវមកបានឬក៏មួយអ្នកពីរអ្នកជាការល្អដើម្បីយើងគ្រប់គ្រងក្នុងសភាយើងហើយសភាយើងនឹងមកសួរសុខទុក្ខយើងអរគុណព្រះនៅថ្ងៃនេះបាទចឹងយើងត្រូវអរព្រគុណដល់ព្រះជាព្រះបូបិតាណាជានិច្ចក្នុងគ្រប់ការទាំងអស់ក្នុងព្រះពរក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់របស់យើងណាត្រូវឲ្យយើងណាចោះចូលណាទៅវិញទៅមកដោយសេចក្តីកោតខ្លាចដល់ព្រះអង្គម្ចាស់នៃយើងទាំងអស់គ្នាចោះចូលយើងរួបរวมគ្នាធ្វើ Thanksgiving មានន័យថាយើងចោះចូលជាមួយនឹងព្រះអង្គយើងចោះចូលជាគ្រួសាររបស់ព្រះអង្គយ៉ាងល្អស្គមស្កៃដែលបងប្អូនដែលយើងព្រះអង្គចង់បានពីយើងឲ្យយើងស្រឡាញ់គ្នាចោះចូលគ្នាទៅវិញទៅមករាប់អានគ្នាជាបងជាប្អូនជាគ្រួសាររបស់ព្រះអង្គទាំងអស់គ្នាណាបងប្អូនដូច្នេះកាពីអេពីសូតចំពុក5ខ20ទៅខ21បានប្រាប់ថាម៉េចបងប្អូនយើងអរព្រគុណព្រះអង្គណាបងប្អូនហើយយើងទាំងអស់បងប្អូនយើងឃើញហើយកាពីអេពីសូតចំពុក5ខ20ទៅ21បានថាដូច្នេះបងប្អូនណាឲ្យយើងទាំងអស់គ្នាបានដឹងថាព្រះអង្គណាព្រះអង្គទ្រង់សពតិបិតាយើងព្រះអង្គសពតិជាដរាមណាក្នុងគ្រប់ការទាំងអស់ដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទណាហើយទាំងចំណោះគ្នាទៅវិញទៅមកដោយកោតខ្លាចដល់ព្រះអង្គម្ចាស់នៃយើងអូខេនេះជាកត្តាមួយដែលសំខាន់ដែលបងប្អូនយើងចំណោះគ្នាទៅវិញទៅមកចោះចូលរួបរวมគ្នាដោយសេចក្តីកោតខ្លាចដល់ព្រះអង្គទើបយើងបានណាធ្វើការទាំងអស់នេះថ្វាយព្រះអង្គចឹងអរគុណព្រះអង្គណាបងប្អូនចឹងឲ្យបងប្អូនយើងបានដឹងថាអរគុណព្រះអង្គយើងរំលឹកពីដើមឆ្នាំហើយមកដល់ចុងឆ្នាំថាព្រះអង្គបានមានអ្វីសម្រាប់ជីវិតបងប្អូនគ្រួសារយើងម្នាក់ខ្លះណាអ្នកខ្លះក៏មានការងារធ្វើអ្នកខ្លះក៏មិនទាន់មានការងារចការងារអបការងារប៉ុន្តែយើងកុំបារម្ភអ្វីឡើយព្រះអង្គនឹងមានគម្រោងសម្រាប់យើងឲ្យតែយើងបានចោះចូលជាមួយនឹងគ្នាទៅវិញទៅមកឲ្យយើងបានចោះចូលជាមួយនឹងព្រះអង្គនឹងផ្គត់ផ្គង់កិច្ចការទាំងអស់ដែលអ្វីដែលយើងធ្វើមិនកើតនៅថ្ងៃនេះអេមែនសូមអរគុណបងប្អូននៅថ្ងៃនេះអូខ្ញុំអរគុណយប់មិញនេះខ្ញុំរវល់ពេកខ្ញុំអត់សូវមានពេលឱកាសដើម្បីរកខគម្ពីរទេប៉ុន្តែខ្ញុំពឹងអាងលើព្រះអង្គទុកចិត្តលើព្រះអង្គបងប្អូនពេលណាដែលខ្ញុំមានការរវល់ខ្លាំងខ្ញុំតែងតែស្រែកដល់ព្រះអង្គថាព្រះអង្គអើយកូនមិនមែនរវល់ដើម្បីតែសាច់ឈាមនោះទេជួនកាលកូនរវល់ដើម្បីតាក់ទងមានភ្ញៀវឬក៏មានអ្នកឈឺស្កាត់តាមមន្ទីរពេទ្យលោកគ្រូតែងតែដោះស្រាយពីបញ្ហាហ្នឹងដើម្បីការងារព្រះអង្គដើម្បីគ្រួសារព្រះអង្គដើម្បីចោះចូលជាមួយគ្រួសារព្រះអង្គដើម្បីចោះចូលជាមួយព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យយើងទាំងអស់គ្នាសហការគ្នាព្រះអង្គស្រឡាញ់យើងព្រះអង្គរំលឹកយើងឲ្យយើងទាំងអស់គ្នាបានចោះចូលគ្នាហើយនឹងចោះចូលជាមួយនឹងព្រះអង្គឲ្យយើងជាធីមដែលជាសិស្សដែលល្អជាក្រុមជំនុំដែលល្អជាគ្រូដែលល្អសម្រាប់ក្នុងការដល់ព្រះវិហាររបស់ព្រះអង្គអូខេនៅថ្ងៃនេះខ្ញុំអរគុណព្រះអង្គណាបងប្អូនព្រះអង្គឲ្យព្រះអង្គរំលឹកយើងឲ្យយើងកាលណាយើងដឹងគុណព្រះអង្គមានន័យថាយើងអ្វីយើងអាចរួបរวมគ្នាទៅមួយប៉ុណ្ណោះបើយើងដឹងគុណព្រះអង្គយើងនឹងសហការគ្នាលូនទៅមុខដើម្បីឲ្យព្រះអង្គបានសពតិឲ្យព្រះអង្គមានឲ្យព្រះអង្គបានប្រទានពរហើយយើងនឹងមានអំណរពេលណាដែលយើងចោះចូលជាមួយព្រះអង្គចោះចូលជាមួយនឹងបងប្អូនយើងនឹងមានអំណរហើយយើងនឹងមានប្រពោឲ្យយើងកោតខ្លាចដល់ព្រះអង្គឲ្យយើងទុកចិត្តលើព្រះអង្គកុំឲ្យយើងទុកចិត្តលើខ្លួនឯងអូខេបងប្អូន
នៅថ្ងៃនេះក្នុងព្រះយេស៊ូវបានប្រាប់ដល់យើងជាច្រើនអំពីការឲ្យយើងបានដឹងណាដឹងអីលោកបងប្អូនដឹងគុណព្រះយេស៊ូវគ្រីស្ទពីព្រោះព្រះយេស៊ូវគ្រីស្ទទ្រង់ជ្រាបពីគំនិតយើងទោះជាយើងអត់ចេញជាសម្ដីទោះជាយើងព្រះអង្គយើងមិនធ្វើការវិការប៉ុន្តែព្រះអង្គទ្រង់ជ្រាបក្នុងគំនិតរបស់យើងព្រះអង្គមានដឹងទេថាព្រះអង្គមានបន្ទូលថាគំនិតឯងមិនដូចគំនិតអញឡើយគឺគំនិតយើងនេះគឺតែងតែមិនចោះចូលមួយព្រះអង្គប៉ុន្តែពេលណាបងប្អូនយើងចោះចូលមួយព្រះអង្គហើយព្រះអង្គនឹងធ្វើកិច្ចការគ្រួសារយើងឲ្យបានរលូន smooth គ្រប់យ៉ាងទាំងអស់កុំឲ្យយើងភ័យបារម្ភពេកកុំឲ្យយើងគិតខ្លាំងពេកដោយយើងមិនពឹងលើព្រះអង្គព្រះយេស៊ូវគ្រីស្ទយើងពឹងលើព្រះអង្គព្រះយេស៊ូវគ្រីស្ទទើបយើងនឹងបានសម្រេចព្រះអង្គមិនភ្លេចយើងទេឲ្យយើងបានដឹងគុណព្រះអង្គជាទី1សិនហើយជាទី1ដឹងគុណហើយអ្វីទាំងប្រមាណមិនអាចបិទបាំងព្រះអង្គបានឡើយហើយព្រះអង្គនឹងធ្វើឲ្យរលូនគ្រប់យ៉ាងទាំងអស់អូខេបងប្អូនចឹងដូច្នេះតើយើងត្រូវនិយាយឬពោលពាក្យយ៉ាងណាខ្លះទៅដល់ព្រះអង្គម្ចាស់នៃយើងនៅក្នុងរដូវអរព្រគុណទ្រង់អូខេពីដើមខែពីខែ1មកដល់ខែ11យើងពោលពាក្យអីខ្លះយើងមានអីខ្លះយើងមានស្លឹកគ្រៃយើងមានចេកយើងមានការងារល្អយើងមានប្រពន្ធល្អយើងមានប្តីល្អយើងមានកូនល្អយើងមានទីជម្រកល្អយើងអរគុណព្រះអង្គឲ្យដើម្បីសរសើរដំណើរព្រះអង្គមិនមែនថាមានស្អីក៏របស់ខ្ញុំមានស្អីក៏របស់ខ្ញុំអត់ទេព្រះអង្គអត់ឲ្យយើងមានចឹងទេកូនបងប្អូនគ្រប់ជ្រុំទាំងអស់គ្នាអូខេសូមឲ្យយើងបានថារបស់នេះគឺជារបស់ព្រះអង្គខ្ញុំចាំបានពាក្យសវណ្ណបានជួបខ្ញុំនៅបងថាលោកគ្រូឡានថ្មីនេះមិនមែនឡានខ្ញុំទេណាហើយគឺឡានរបស់ផងព្រះដែលឲ្យខ្ញុំមានលុយឲ្យខ្ញុំមានឡានគឺដោយសារព្រះនេះជាការដឹងគុណសូមទៀតឲ្យអបអរសាទរព្រះមួយណែបងប្អូនឲ្យយើងរៀនបើយើងមិនហ៊ានយើងអួតពីប្រគុណព្រះជាជាងអួតខ្លួនយើងឲ្យយើងអួតពីការដែលដឹងគុណព្រះអង្គជាជាងអួតថាខ្លួនយើងដឹងគុណព្រះអង្គយើងពឹងលើព្រះអង្គទុកចិត្តលើព្រះអង្គឲ្យយើងទាំងអស់គ្នាបានជឿដល់ព្រះអង្គទាំងអស់គ្នាព្រះអង្គមានបន្ទូលថាស្ដេចដាវីតក៏ថាម៉េចបងប្អូនស្ដេចដាវីតថាអញ្ចឹងស្ដេចដាវីតថាព្រះអង្គស្ដេចដាវីតគាត់ជាស្ដេចផែនដីគាត់មានលុយច្រើនមានមាសបែបតាំងមិនដឹងទុកឯណាលុយគាត់ប៉ុន្តែគាត់ពឹងដល់ព្រះយេស៊ូវគ្រីស្ទអត់ពឹងឡានស្អាតអត់ពឹងផ្ទះស្គមស្កៃអត់ពឹងលុយអត់ពឹងមាសប្រាក់ជាធំជាព្រះឡើយស្ដេចដាវីតគាត់ពឹងដល់ព្រះយេស៊ូវគ្រីស្ទណាបងប្អូនថាអញ្ចឹងគាត់ជាគំរូសម្រាប់យើងជាគំរូសម្រាប់យើងណាបងប្អូនគាត់ជាគំរូសម្រាប់យើងគាត់ធ្វើឲ្យយើងថាគាត់ស្ដេចផងគាត់នៅតែចោះចូលជាមួយព្រះអង្គពឹងលើព្រះអង្គថាអញ្ចឹងណាអរព្រគុណដល់ព្រះអង្គគ្រប់ពេលវេលាគឺគាត់មិនមែនមិនដែលខានអរគុណព្រះអង្គទាំងព្រឹកទាំងយប់ទាំងថ្ងៃគ្រប់វិនាទីដែលគាត់អាចមានដង្ហើមដល់ជិញ្ចូលគឺដោយសារព្រះគុណរបស់ព្រះអង្គជាម្ចាស់អេមែននេះបងប្អូនសូមទៀតឲ្យសាទរព្រះមួយអរពុំមីងទាំងអស់គ្នាដែលគាត់កំពុងតែចូលកម្មវិធីជាមួយនឹងព្រះអង្គជាមួយយើងខ្ញុំនៅថ្ងៃនេះអរគុណទ្រង់ណាស់ដែលយើងមានរស់មានជីវិតរស់កម្រើគឺដោយសារព្រះគុណរបស់ព្រះអង្គទាំងហើមយើងដកចេញចូលការសុខទុក្ខយើងទាំងប្រមាណថ្វាយទៅព្រះអង្គទាំងអស់ដឹងគុណព្រះអង្គឲ្យព្រះអង្គនឹងរៀបចំឲ្យជីវិតបងប្អូនយើងទាំងអស់គ្នានឹងបានស្គមស្កៃដោយសារយើងអួតពីព្រះគុណរបស់ព្រះអង្គកាពីទ្រង់ដំកើងចំពុក30ណាបងប្អូនកាពីទ្រង់ដំកើងចំពុក30ថាយ៉ាងដូចម្លេះបងប្អូនថាព្រះអង្គថាជាបងប្អូនថាព្រះយេហូវ៉ាណាយើងសរសើរដល់ព្រះយេហូវ៉ាហើយទ្រង់ជាព្រះណាទ្រង់នឹងមិនឲ្យយើងណាធ្លាក់ទៅក្នុងសេចក្តីល្បួងណាដែលយើងមិនអាចដែលជួយខ្លួនយើងបានគឺព្រះអង្គនឹងការពារយើងពេលណាដែលយើងដឹងគុណព្រះអង្គហើយគម្ពីរទំនុកដំកើងចំពុក30ខ1ទៅខ6បងប្អូនអានចុះ
ព្រះអង្គនឹងមិនឲ្យទៅប្រកបទៅឲ្យខ្មាំងសត្រូវឡើយព្រះអង្គមិនឲ្យយើងហិនវិនិច្ឆ័យឡើយព្រះអង្គនឹងជួយយើងគ្រប់នាទីគ្រប់វិនាទីទាំងអស់ហើយកុំឲ្យជឿលើខ្លួនឯងកុំឲ្យជឿលើសម្ដីមនុស្សកុំឲ្យជឿលើអ្នកណាញុះញង់យើងជឿលើព្រះយេស៊ូវគ្រីស្ទជាព្រះនៅយើងទាំងអស់គ្នាស្ដេចដាវីតគាត់ថាទោះជាគាត់ស្ដេចប៉ុណ្ណាក៏អីទោះជាគាត់មានលុយប៉ុណ្ណាដែរគាត់មិនដែលទុកចិត្តលើទ្រព្យសម្បត្តិនោះឡើយគឺទុកចិត្តលើព្រះអង្គនឹងឲ្យយើងធ្វើគ្រប់យ៉ាងបានទាំងអស់ហើយព្រះអង្គនឹងជួយយើងសូមទៀតឲ្យអរសាទរព្រះមួយបងប្អូនអរគុណព្រះអង្គបងប្អូនហើយចឹងដោយសារព្រះគុណរបស់ផងព្រះយេហូវ៉ាណាព្រះអរគុណព្រះអង្គគ្រប់អ្វីដែលព្រះអង្គប្រទានឲ្យយើងខ្ញុំនេះដែលយើងដឹងគុណស្ដេចយើងវិញថាគ្រប់របស់ទាំងប្រមាណដែលគាត់មាននៅក្នុងខ្លួននៅក្នុងជីវិតរស់កម្រិតនេះគឺថាដោយសារព្រះអង្គទាំងអស់នេះជាការដឹងគុណណាបងប្អូនសូមឲ្យបងប្អូនរៀនបងប្អូនខ្ញុំសប្តាហ៍ខ្ញុំលេងខ្វល់អ្វីទាំងអស់ណាខ្ញុំសូមតែព្រះអង្គឲ្យសូមឲ្យកូនមានបាយញ៉ាំគ្រប់គ្រាន់ជារៀងរាល់ពេលវេលាប៉ុណ្ណឹងចុះណាកុំឲ្យកូនមានពេកខ្លាចកូនមកព្រិចព្រះអង្គហើយកុំឲ្យកូនមានការរវល់ការងារច្រើនពេកខ្លាចលោការរវល់ឬក៏ការសាច់ឈាមវាអស់កូនខ្លាំងពេកសូមឲ្យកូនមានល្មមគ្រប់គ្រាន់បានហើយកុំឲ្យកូនខ្លាចជាហុំលេះកុំឲ្យជាកូនខ្លាចទៅជាមានទុក្ខលំបាកសូមឲ្យកូនមានល្មមគ្រប់គ្រាន់បានហើយព្រះអង្គឲ្យសូមអរគុណព្រះអង្គដូច្នេះឲ្យបងប្អូនយើងរៀនឲ្យបងប្អូនយើងគ្រប់ធ្វើយ៉ាងទាំងអស់ស្ដេចវាគឺថាគ្រប់ទាំងអស់ដែលប្រទានឲ្យយើងខ្ញុំនៅដូចជារបស់របរគ្រប់យ៉ាងដែលមាននៅជាពិសេសសុខភាពដែលព្រះអង្គប្រទានឲ្យយើងអរគុណព្រះអង្គណាបងប្អូនណាបងប្អូនអ្នកខ្លះគ្នាអត់មានមើលអត់ឃើញតែថ្ងៃនេះបងប្អូនមើលឃើញទោះជាបងប្អូនជើងមិនដើរមិនសូវស្រួលក៏ពិតមែនប៉ុន្តែយើងគ្រាន់ជាងយើងពិការយើងខំប្រឹងទៅទៀតព្រះអង្គនឹងជួយយើងឲ្យយើងបានដើរស្រួលពេលណាដែលយើងខំគ្រប់យ៉ាងទាំងអស់ព្រះអង្គនឹងសពតិឲ្យយើងទាំងអស់គ្នាបានមានឡើងចំពោះព្រះអង្គមិនឲ្យកូនមានទុក្ខលំបាករហូតដល់ដោះស្រាយមិនចេញទេបងប្អូនត្រូវដឹងថាពេលណាដែលបងប្អូននៅរវល់ឱកាសគ្រប់យ៉ាងទាំងអស់បើបងប្អូនចូលមកឯព្រះអង្គកំពុងតែរវល់កិច្ចការរបស់យើងមកមានយើងព្រះអង្គនឹងមើលឃើញថាឯងទាំងអស់គ្នារវល់កិច្ចការឯងច្រើនណាស់តែឯងមិនដែលភ្លេចអរគុណដល់អញនឹងគឺជាព្រះអង្គនិយាយមកកាន់យើងគឺព្រះយេស៊ូវគឺនិយាយមកកាន់យើងថាឯងមិនដែលភ្លេចអរគុណដល់អញដែរការឯងរវល់ទាំងចាំមកនេះលោកស៊ីម៉ូនពេត្រុសគាត់កំពុងតែនេសាទដឹងមិនកើតឡើងពេលដែលព្រះយេស៊ូវថាពេត្រុសស៊ីម៉ូនមកតាមយើងណាហើយគាត់ដាក់សំណាញ់ដើរទៅតាមព្រះអង្គទោះជាគាត់រវល់ប៉ុណ្ណាការងារគាត់ធំដុំប៉ុណ្ណាគាត់ទុករបស់គាត់មកកណ្ដប់សិនដើម្បីដើរតាមព្រះអង្គដើម្បីកុំឲ្យយើងញាក់ឆ្វេងញាក់ស្ដាំព្រោះកាលណាយើងឡាយទៅអូខ្ញុំស្ដាយខ្ញុំទុកអានេះនៅណាយោហ្នឹងអូខ្ញុំមើលទៅអត់បានត្រីទៅធ្វើញៀតធ្វើលក់អីទៀតទេអូខ្ញុំកាយខ្ញុំច្រើនណាស់អូខ្ញុំអត់មានឱកាសទេបងប្អូនពេលណាដែលយើងកំពុងតែរវល់ណាបើយើងដើរតាមព្រះអង្គដូចជាគំរូលោកពេត្រុសហើយនឹងស៊ីម៉ូនព្រះអង្គថានេះជាកូនស្ងួនភ្ញារបស់ផងព្រះអង្គអញនឹងជួយដោះស្រាយអ្វីដែលឯងបាត់បង់ទាំងប៉ុន្មានឯងទម្លាក់សំណាញ់ចេញឯងមិនបានរវល់កិច្ចការឯងទាំងប៉ុន្មានអញនឹងប្រទានពរឲ្យឯងទាំងរយទាំងម៉ឺនទាំងពាន់អេមែនបងប្អូនសូមទៀតឲ្យអបសារចូលព្រះមួយសូមបងប្អូនឆ្លៀតឱកាសមកថ្វាយមកកំបងឆ្លៀតឱកាសមកសរសើរដំណើរបង2ម៉ោងទោះជាលំបាកលំបិនការលំបាកនឹងហើយដែលចង់យើងមិនឲ្យយើងមករកព្រះការរវល់នឹងហើយធ្វើទាញយើងឲ្យយើងធ្លាក់នៅក្នុងការដែលមិនចេះគុណរបស់ផងខ្ញុំចាំបានសវណ្ណថាទោះជាខ្ញុំអត់ទាន់បានគេងតបឬខ្ញុំក៏ទៅថ្វាយគុំផងបាន2ម៉ោងឬក៏មួយថ្ងៃពេលដែលខ្ញុំត្រឡប់មកវិញខ្ញុំនឹងគេងតាមសម្រួលខ្ញុំនេះជាកូនស្ងួនភ្ញារបស់ផងចឹងអរគុណព្រះដែលព្រះជាម្ចាស់បានដឹកនាំដែលចិត្តបងប្អូនក្លាហានទាំងអស់ដែលថ្ងៃ Thanksgiving យើងហ៊ានលះបង់គ្រប់យ៉ាងទាំងអស់យើងត្រូវអរគុណនៅអ្វីដែលយើងមានអី
មានសុខភាពល្អយើងត្រូវអរគុណព្រះអង្គចុះបើយើងគេងនៅក្រែកម្រាស់អត់រួចហើយងើបអត់រួចងើបទៅក៏គេលើកទៅនោមលើកទៅបត់ជើងបងប្អូនតើយើងត្រូវប្រឹងប្រែងថាព្រះអង្គឲ្យខ្ញុំត្រូវការព្រះអង្គជួយខ្ញុំត្រូវការព្រះអង្គប្រោះជំងឺខ្ញុំឲ្យជាខ្ញុំត្រូវការធ្វើគ្រប់យ៉ាងទាំងអស់នេះឲ្យយើងទាំងអស់គ្នាបានធ្វើពីការទាំងអស់នេះបងប្អូនណាដូច្នេះយើងត្រូវអរគុណកាពីក្នុងការចំពុក41បានប្រាប់ថាដូច្នេះបងប្អូនប្រាប់ថាដូចយ៉ាងម៉េចបណ្ដាជនទាំងឡាយអើយសូមណាសូមទះដៃអបអរសាទរព្រះអង្គម្ចាស់ចោះពេលណាដែលយើងធ្វើចូលមករួបរวมគ្នាទោះជាបងប្អូនកំពុងតែរវល់អូអ្នកខ្លះថាលោកគ្រូអើយខ្ញុំថ្ងៃទឹកខ្ញុំដើរបានទៅមិនទាន់បានឃ្លីនទេអូតែបានបោកខោអាវអូព្រះអង្គអើយខ្ញុំរវល់ណាស់សូមទោសនៅព្រះអង្គណាព្រះអង្គចង់មានបន្ទូលថាឯងទុកណាកម្ពីបានប្រាប់ថាអ្នកនឿយព្រួយទុកធ្ងន់អើយត្រូវចូលមកឲ្យអញនឹងឲ្យឯងសម្រាប់ឃើញទេហើយយើងនឹងមិនព្រមទេរឿងហ្នឹងអត់ទេនៅហ្នឹងហើយនៅអាលំបាកហ្នឹងហើយនៅហ្នឹងហើយអត់ទៅទេបងអើយសួរថាព្រះអង្គចង់ជួយយើងណាស់តែយើងអត់យល់ហើយព្រះអង្គចង់ឲ្យយើងណាឲ្យយើងចេញពីសេចក្តីកន្លែងដែលចងយើងទុកលំបាកណាព្រះអង្គចង់ឲ្យយើងមានសេរីភាពព្រះអង្គថាព្រះអង្គបានហៅយើងឲ្យមានសេរីភាពប៉ុន្តែយើងក្រាលរនាលមិនមកទេព្រះអង្គកុំចេះខ្ញុំអត់មានពេលទេព្រះអង្គអូសិតតែឯងនោះពេលខ្លាំងជាងព្រះអង្គទៅទៀតអូព្រះអង្គអើយសូមទោសខ្ញុំជាដើមពីមុនតែឥឡូវនេះអត់ទេខ្ញុំដាក់ព្រះអង្គជាទី1ខ្ញុំដាក់ពេលវេលាព្រះអង្គជាទី1ខ្ញុំដាក់ព្រះអង្គធ្វើគ្រប់យ៉ាងទាំងអស់សល់ប្រមាណខ្ញុំមកធ្វើការសម្រាប់ជីវិតខ្ញុំនេះជាការមួយដែលព្រះអង្គសពតិសូមយើងអរគុណព្រះអង្គសូមទៀតឲ្យអរសាទរព្រះមួយបងប្អូនណាអរគុណអូខេទី3ថាអរគុណដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទយើងត្រូវដឹងថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះណាគឺជាព្រះហើយជាប្រភពអ្វីទាំងអស់មានន័យថាអ្វីនេះគឺថាព្រះអង្គគ្រប់ប្រភពសម្រាប់គ្រប់យ៉ាងទាំងអស់ព្រះអង្គបង្កើតគ្រប់ទាំងអស់ចលដង្ហើមឱកាសធាតុឱកាសឬក៏ផែនដីឋានសួគ៌ឋានអីគឺថាគឺព្រះអង្គជាម្ចាស់ពិភពគ្រប់យ៉ាងទាំងអស់ឲ្យយល់តែកាលណាយើងមានព្រះយេស៊ូវយើងមានអ្វីទាំងអស់មកពីយើងទុកលំបាកនឹងគឺយើងខ្វល់អ្វីមួយខ្វល់សេចក្តីប្រព្រឹត្តខ្វល់សេចក្តីអរគុណព្រះខ្វល់សេចក្តីទុកចិត្តលើព្រះអង្គដូច្នេះហើយយើងចេះតែមានការធ្លាក់ទៅរហូតដល់វារុំយើងជាប់ពេញអស់ហើយយើងរើខ្លួនអត់រួចដល់រើខ្លួនអត់រួចដេកមិនលក់បកមិនលហើយមានអីកើតឡើងជំងឺកើតឡើងទឹកនោមក៏ខ្លាំងទឹកឈាមក៏ខ្លាំងហើយដូច្នេះព្រះអង្គថាហេតុអ្វីអ្នកនឿយទុកសំទោសអ្នកនឿយទុកធ្ងន់អើយចូលមកព្រះអង្គនឹងចាក់ថ្នាំឲ្យជាឬក៏ព្រះអង្គនឹងជួយព្យាបាលឲ្យជាយើងនឹងអត់ព្រមដូច្នេះកន្លែងនឹងឯងដែលយើងមិនទុកចិត្តលើព្រះអង្គចឹងយើងចង់ឲ្យព្រះអង្គចាំពេលយើងមានពេលវេលាហើយចាំយើងមករកព្រះអង្គថាព្រះអង្គទោះជាយើងមានឱកាសឬអត់មានឱកាសសូមឲ្យយើងយកពេលវេលារបស់ព្រះអង្គជាទី1ហើយព្រះអង្គនឹងជួយយើងគ្រប់យ៉ាងឧបសគ្គទាំងអស់មិនអាចជួយថាគ្មានអ្វីដែលព្រះអង្គធ្វើអត់កើតគឺព្រះអង្គអាចធ្វើកើតទាំងអស់អូខេបងប្អូនចឹងថ្ងៃនេះខ្ញុំឲ្យដូច្នេះព្រះអង្គចង់ឲ្យយើងទាំងអស់គ្នាថាឲ្យយើងដឹងថាព្រះយេស៊ូវគ្រីស្ទគឺប្រភពគ្រប់យ៉ាងទាំងអស់មិនមែនថាអ្វីនឹងក្រៅពីទ្រង់ឡើយបងប្អូនឲ្យបងប្អូនយើងទាំងអស់គ្នាឲ្យយើងទាំងអស់គ្នាបានដឹងគុណព្រះអង្គហើយធ្វើតាមបន្ទូលរបស់ព្រះអង្គ sorry អូខេ
អូខេហើយខ្ញុំនឹងឲ្យបងប្អូនយើងទាំងអស់គ្នាបន្តទៅទៀតសុំទោសខ្ញុំមិនត្រៀមអ្វីតាក់ទងនឹងព្រះវិញ្ញាណនិងសេចក្តីសង្គ្រោះរបស់យើងគឺមកពីព្រះអង្គព្រះយេស៊ូវគ្រីស្ទអ្វីទាំងអស់ពិភពគ្រប់យ៉ាងក៏តាក់ទងជាមួយអ្វីខាងព្រះវិញ្ញាណណាឬក៏ខាងអ្វីដែលសេចក្តីសង្គ្រោះគឺក៏មកពីព្រះអង្គគឺព្រះយេស៊ូវគ្រីស្ទអ្វីដែលទ្រង់បានធ្វើសម្រាប់យើងគឺទ្រង់ត្រូវតែណាយើងត្រូវតែអរគុណដល់ព្រះអង្គពីព្រោះបងប្អូនមានដឹងទេសួរថាអ្វីហ្នឹងយើងធ្វើខ្លួនយើងវាអត់កើតយើងត្រូវតែពឹងព្រះអង្គជួយយើងឲ្យព្រះអង្គដោះស្រាយឲ្យយើងជាជាងយើងដោះស្រាយខ្លួនឯងអត់មានការងារលើអបការងារគេឈប់ធ្វើការងារទិដ្ឋានដល់ព្រះអង្គបងឲ្យកូនជឿទុកចិត្តដល់ព្រះអង្គកាពីទៅនោះដំកើងចំពោះ123តាតួបង្គំបានកលេចភ្នែកទៅឯសេចក្តីសង្ឃឹមរបស់ព្រះអង្គដែលសន្យាជាមួយយើងកាពីទៅនោះដំកើង123បានប្រាប់ថាអញ្ចឹងហើយយើងនេះអត់មានកលេចទៅមើលទេយើងខំប្រឹងមើលខ្លួនឯងខំធ្វើខ្លួនឯងយើងមិនអាចសម្រេចបានទេបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំសូមឲ្យបងប្អូនយើងទាំងអស់គ្នាបានធ្វើគ្រប់យ៉ាងទាំងអស់គ្នានៅថ្ងៃនេះបងប្អូនកាពីថេសាឡូនីកទី5ចំពោះ5ខ17ទៅ18ណាសូមអរគុណដល់ព្រះគ្រប់ទោះជាកលៈទេសៈណាក៏ដោយយើងត្រូវតែអរគុណព្រះអង្គកាពីថេសាឡូនីកបានប្រាប់នេះទៅទោះជាកលៈទេសៈណាមិនសមរម្យឬក៏មិនមានពេលឱកាសឬក៏មានចង្អៀតចង្អល់មានបញ្ហាស្មុគស្មាញទាំងម៉ាត់យើងកលៈទេសៈណាយើងត្រូវតែអរគុណព្រះអង្គមែនទេបងអត់មានព្រះអង្គថាអ្វីគឺព្រះអង្គសម្ដែងឲ្យយើងណាមានពេលអ្វីដែលយើងខិតឡើងហើយណានៅក្នុងកំឡុងពេលអ្វីដែលកំពុងតែកើតឡើងឲ្យវាកើតចោលប៉ុន្តែព្រះអង្គជាអ្នកដោះស្រាយឲ្យយើងអេមែនកុំភ័យអត់មានភ័យទេពេលដែលកូនខ្ញុំដាច់ដង្ហើមភ្លេតខ្ញុំថាអ្វីវាកើតឡើងវាត្រូវកើតប៉ុន្តែព្រះអង្គហើយកូនដឹងគុណព្រះអង្គសូមឲ្យប្រោះកូនខ្ញុំឲ្យបានជាហើយកូនខ្ញុំ8នាទីព្រះអង្គកូនខ្ញុំបានមានដង្ហើមរស់ឡើងវិញណាតែពេលវាកើតឡើងវាកើតឲ្យគុំឲ្យបងប្អូនគុំទៅប្រឆាំងឲ្យព្រះអង្គដោះស្រាយឲ្យព្រះអង្គជួយយើងធ្វើមិនកើតទេអូខេនេះលោកគ្រូបញ្ចប់ឡើយអូខេដូច្នេះអ្វីដែលទ្រង់បានធ្វើសម្រាប់យើងឲ្យព្រះអង្គណាព្រះអង្គចង់ឲ្យយើងអរគុណព្រះអង្គទី2គឺអ្វីសំខាន់នោះគឺព្រះពរខាងឯព្រលឹងវិញ្ញាណព្រះពរខាងឯព្រលឹងវិញ្ញាណនេះបើបងប្អូនជាគ្រីស្ទានអត់មានព្រះពរខាងវិញ្ញាណខាងព្រលឹងវិញ្ញាណរបស់ព្រះអង្គក្នុងជីវិតយើងទេយើងដើរតែខ្លួនឯងទេយើងដើរអត់ដូចអត់មានកម្លាំងឬក៏យើងដើរដូចអត់មានអាវយើងអត់មានអាវការពារយើងឬក៏ពេលល្ងាចយើងត្រូវពាក់អាវឲ្យឃុំអញ្ចឹងការព្រះវិញ្ញាណរបស់ព្រះអង្គពេលយើងមានទុក្ខលំបាកល្ងាអត់មានពីណាក្បែរយើងគឺព្រះអង្គនឹងព្រះវិញ្ញាណព្រះអង្គនឹងការពារយើងទាំងអស់គ្នាឲ្យព្រះអង្គនឹងជួយយើងទាំងអស់គ្នានៅថ្ងៃនេះអរគុណទ្រង់ហើយថ្ងៃនេះសូមអរគុណទ្រង់សូមឲ្យបងប្អូនយើងក្រោកឈរអធិដ្ឋានជាមួយលោកគ្រូហើយលោកគ្រូលេតមកហើយដុកទ័រយន្តថាលោកគ្រូឯងតែនិយាយយូរអត់មានថាគីឡើយអូខេអូខេចឹងសូមអធិដ្ឋានជាមួយលោកគ្រូអរព្រះបិតាដែលគង់នៅឋានសួគ៌ហើយសូមអរគុណទ្រង់នៅថ្ងៃនេះពេលនេះកូនមានព្រះពរមានព្រះវិញ្ញាណរបស់ព្រះអង្គដែលប្រទានឲ្យកូននៅថ្ងៃនេះកូននឹងអត់រងាកូននឹងមានព្រះវិញ្ញាណការពារកូនឲ្យកូនបានសេចក្តីសុខសាន្តឲ្យកូនមានអំណរឲ្យកូនបានឈ្នះគឺដោយសារកូនមានព្រះវិញ្ញាណរបស់ព្រះអង្គសូមអរគុណទ្រង់នៅថ្ងៃនេះសូមប្រោះពូមីងអ៊ំទាំងអស់គ្នាឲ្យគេបានជាឲ្យគាត់មានកម្លាំងឲ្យគាត់បានស្វែងរកព្រះអង្គឲ្យគាត់ចូលមកអរគុណទ្រង់ណាស់ដែលព្រះអង្គបានមានគ្រប់យ៉ាងសម្រាប់កូនឲ្យមានសេចក្តីសុខទាំងអស់គ្នាទោះជាកូនគ្រុនល្ងាក
ក៏បន្តិចបន្តួចប៉ុន្តែព្រះអង្គជាដុកទ័រជាគ្រូពេទ្យជាចំណាននៅឋានសួគ៌បងអើយគុណទុកចិត្តលើព្រះអង្គសូមព្រះអង្គប្រទានពរដល់ពូមីងទាំងអស់គ្នាក៏ត្រូវការអ្វីខាងយុវជនខាងយុទ្ធគេត្រូវការងារការងារអត់មានការងារសូមប្រទានពរដល់គាត់ទាំងអស់គ្នាជួយគាត់ឲ្យគាត់មានសង្ឃឹមជាមួយនឹងព្រះអង្គឲ្យគាត់បានស្គាល់ព្រះអង្គជាព្រះពិតហើយជួយគាត់ផងដែរបងឲ្យថ្ងៃនេះទូបង្គំសូមថ្វាយបងប្អូនកុំជំនុំទាំងពូទាំងមីងអ៊ំទាំងអស់ឲ្យគាត់បានសុខភាពឲ្យអាយុយឺនយូរសូមឲ្យគាត់មានកម្លាំងឲ្យគាត់មានកម្លាំងឲ្យគាត់ជាឥន្ទ្រីជាសត្វឥន្ទ្រីដែលព្រះអង្គបានប្រទានកម្លាំងឲ្យគាត់ទាំងអស់គ្នាឡើងឲ្យគាត់មានព្រះវិញ្ញាណដើម្បីការពារគាត់កុំឲ្យគាត់រងាកុំឲ្យគាត់មានការភ័យខ្លាចគឺការព្រះអង្គនឹងការពារឲ្យគាត់មានតែព្រះពរមានតែអំណរមានតែសេចក្តីក្លាហានគ្រប់យ៉ាងទាំងអស់ទូបង្គំសូមថ្វាយព្រះបន្ទូលដល់រួននេះនៅក្នុងព្រះនាមព្រះយេស៊ូវក្នុងបងប្អូនក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ Amen. Amen. You may stand up. Hold on. Stand up. Anybody come to close and pray. Dr. Jana, come up here, please. ឲ្យបងប្អូនចូលនៅស្គៀមសិនអធិដ្ឋានបတ်កម្មវិធីឲ្យយើងញ៉ាំម្ហូបហើយយើងអរគុណហើយបងប្អូនណាដែលរៀបចំទៅស្តុកតុនជាមួយលោកគ្រូហើយយើងត្រូវដឹកភ្លេងដឹកអីផងដើម្បីជួយគ្នា